សួស្តីថ្ងៃនេះយើងមកនិយាយអំពីសភៅមួយក្បាលដែលមានឈ្មោះថា The 48 Law of Power ដែលមានឈ្មោះជាភាសាខ្មែរថាអំណាចនៅក្នុងសភៅនោះគឺមានបទបញ្ញត្តិទាំង48ហើយបទបញ្ញត្តិនីមួយៗគឺបង្កប់អត្ថន័យមែនទែនចំពោះអ្នកដែលគាត់ចូលចិត្តអានសភៅគាត់ប្រកាសជាដឹងហើយថាសភៅមួយក្បាលហ្នឹងគឺមានបង្កប់អត្ថន័យជ្រៅប៉ុណ្ណាហើយអាចផ្លាស់ប្ដូរនៅគំនិតរបស់គាត់បានប៉ុណ្ណាសម្រាប់បទបញ្ញត្តិទី1គឺកុំធ្វើខ្លួនឲ្យលេចធ្លោជាងចវាយនេះមានន័យថាមិនថាស្ថាប័នក្រុមហ៊ុនឬក៏កន្លែងរុស្ស៊ីណាទេបើសិនជាយើងជាបុគ្គលិកគេយើងធ្វើខ្លួនឲ្យលេចធ្លោឬក៏យើងធ្វើខ្លួនឲ្យចេះជាងចវាយនេះឬក៏មេរបស់យើងមិនថាអ្នកទាំងអស់គ្នាមិនថាខ្ញុំទេជាមេរបស់គេនៅពេលដែលយើងមានកំណត់មួយថាបើសិនជាកូនចៅអញចេះជាងអញពេលនោះអញនឹងបាក់មុខហើយពាក់ព័ន្ធជាមួយនឹងចំណេះវិជ្ជារបស់យើងដែលយើងចេះជាងមេរបស់យើងគឺប្រកាសជាគាត់អត់សប្បាយចិត្តទេអញ្ចឹងវាឆ្លោះប្រចាំងនៅក្នុងសង្គមបច្ចុប្បន្នដែរបើសិនជាយើងចេះកន្លែងហ្នឹងឬក៏យើងអាចមានសមត្ថភាពខ្លាំងជាងពួកគាត់ខ្ញុំគិតថាពេលខ្លះយើងមិនគួរបញ្ចេញទេដោយសារតែនៅពេលដែលយើងបញ្ចេញគឺវាមានភាពគ្រោះថ្នាក់មែនទែនឬក៏ធ្វើឲ្យយើងនឹងបាត់បង់ការងារនឹងក៏ថាបានបើសិនជាយើងចេះនៅការងារទាំងអស់ហ្នឹងឬក៏យើងអាចមានសមត្ថភាពខ្ពស់ជាងចវាយនេះឬក៏មេរបស់យើងកន្លែងខ្លះខ្ញុំគិតថាអ្នកទាំងអស់គ្នាមិនគួរបញ្ចេញពេកទេយើងអាចបញ្ចេញដែរប៉ុន្តែយើងអាចបញ្ចេញតិចតួចទៅកុំឲ្យគាត់មានអារម្មណ៍មួយថាអន់ជាងយើងហើយចំពោះមេរបស់យើងក៏គាត់មានអារម្មណ៍មិនល្អដែរនៅពេលដែលយើងចេះជាងគាត់ពេកអញ្ចឹងឬក៏យើងអាចមានសមត្ថភាពខ្ពស់ជាងគាត់វាហ្នឹងហើយខ្ញុំអត់មានបានថាគាត់ទាំងអស់គ្នាឬក៏មេយើងទាំងអស់គ្នាហ្នឹងសុទ្ធតែអញ្ចឹងទេអត់ទេចំពោះមេខ្លះក៏គាត់យល់គាត់ sharing គាត់ share បទពិសោធន៍ឬក៏ចំណេះដឹងដែលយើងមានមកឲ្យទៅឲ្យគាត់ឬក៏ពីគាត់មកឲ្យយើងវិញដោយសារតែគេធ្វើដើម្បីតែក្រុមហ៊ុននិងដើម្បីតែភាពចំណេញមកក្រុមហ៊ុនទាំងអស់គ្នាខ្ញុំគិតថាបើសិនជាមេរបស់យើងឬក៏ថៅកែរបស់យើងគាត់មានគំនិតវិជ្ជមានបែបហ្នឹងគឺខ្ញុំគិតថាល្អសម្រាប់សង្គមជាតិយើងសេចក្តីវិនិច្ឆ័យគេបានសរសេរថាចូលធ្វើឲ្យបុគ្គលដែលនៅលើអ្នកមានអារម្មណ៍ថាពួកគេខ្ពង់ខ្ពស់ជាងអ្នកដោយសេចក្តីស្កប់ស្កល់កន្លែងហ្នឹងគេចង់បានន័យថាយើងជាកូនចៅឬក៏យើងជាបុគ្គលិកក្រោមចវាយនេះរបស់យើងហ្នឹងគឺគេអត់ចង់ឲ្យយើងហ្នឹងបញ្ចេញភាពខ្លាំងរបស់យើងទៅឲ្យគាត់ឃើញពេកទេឬក៏យើងបញ្ចេញសមត្ថភាពទាំងអស់ដែលយើងមានហ្នឹងដើម្បីឲ្យគាត់ឃើញនៅអ្វីដែលយើងមានទេវាអាចនឹងគ្រោះថ្នាក់ដោយសារតែការដែលយើងបញ្ចេញទាំងអស់ហ្នឹងគឺធ្វើឲ្យគាត់មិនសប្បាយចិត្តដូចដែលខ្ញុំនិយាយខាងដើមអញ្ចឹងណាហើយនៅពេលដែលគាត់អត់សប្បាយចិត្តគឺគាត់អត់មានអារម្មណ៍ថាខ្លួនឯងហ្នឹងអស្ចារ្យទេគាត់អត់មានអារម្មណ៍ថាខ្លួនឯងហ្នឹងខ្ពង់ខ្ពស់ជាងយើងទេគឺគាត់អត់ស្កប់ស្កល់នៅអារម្មណ៍របស់គាត់ទេគាត់អាចមានអារម្មណ៍មួយថាបើសិនជាវាចេះជាងអញចុះអញជាមេវាអញបាក់មុខងាប់ហើយអញខ្មាស់វាងាប់ហើយអាកន្លែងហ្នឹងគឺគាត់អត់មានអារម្មណ៍មួយថាអស្ចារ្យសម្រាប់ខ្លួនគាត់ទេអញ្ចឹងសរុបមកអត្ថបទមួយហ្នឹងគឺខ្ញុំសង្ខេបតែប៉ុណ្្នឹងទេតាមពិតទៅគេសរសេរចូលច្រើនជាងហ្នឹងទៀតគេសរសេរចូលច្រើនប៉ុន្តែខ្ញុំនិយាយនៅក្នុងវីដេអូហ្នឹងគឺខ្ញុំសង្ខេបខ្លីមែនទែនអ្នកទាំងអស់គ្នាដែលមានជាចម្ងល់អាច comment នៅខាងក្រោមបានហើយនេះគឺជាវីដេអូ episode 1ដែលខ្ញុំនិយាយអំពីបទបញ្ញត្តិទាំង48នៅក្នុងសៀវភៅ The 48 Law of Power អញ្ចឹងយើងចាំជួបគ្នានៅក្នុង episode ទី2ហើយ episode ទី2ហ្នឹងគឺបទបញ្ញត្តិទី2កុំផ្ដល់ទំនុកចិត្តទៅលើមិត្តភ័ក្តិខ្លាំងពេកហើយចូលរៀនពីរបៀបប្រើប្រាស់សត្រូវសូមអរគុណច្រើនអ្នកនរគ្នាចាំជួយចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងចាំជួបគ្នានៅវីដេអូក្រោយ